បាទសួស្តីបងប្អូននេះគឺជារូបចម្លាក់នៅក្នុងពើងគំនូបងប្អូននេះហើយខាងនេះខាងផ្ទះនេះគឺព្រះគិនណេសព្រះគិនណេសរូបនេះដូចស្តៀងនៅរូបចម្លាក់នៅក្បាលស្ពានដែរដូចគ្នាទេសភាពនៅជើងភ្នំកលែយើងតែស្កាត់គាត់មកលើកមុន4ឆ្នាំមុនគេតុបតែងលម្អគេសែនព្រេនអីណាតែមកនេះមកចំខែក្តៅខែប្រាំងព្រះគិនណេសជើងភ្នែក3ក្តានចៅមួយឆ្វេងស្ដាំកេះមានជាមរៃមានដៃ6 7 8ចេញទឹកហូរចេញមកចេញពីថ្មមកដៃខ្ញុំអត់ស្អាតទប់គ្រោះថ្នាក់ចរាចរណ៍ហើយដេថតលេងទុកជាឯកសារមកមុនមកបែប4ឆ្នាំមុនមកម្ដងមកថតដែរអញ្ចឹងដូចបងប្អូនឃើញហ្នឹងពើងធំពើងកនូនហ្នឹងនេះจะថតទៅស្អាតដែរចောက်អរគុណបងប្អូន